លេងហើយឬមុំខ្នងភ្នំអានុសាវរីយ៍ដែលយើងទាំងពីរធ្លាប់បានទៅលេងព្រៀមបានបីបួនស្នាក្នុងឲ្យគេងបែកទាំងខ្លាឆ្វេងអូនស្ដាំសាមភ្លេងធម្មជាតិរវើយទាំងជ្រោះហូរហួឈ្មោះទៅមហាសាគរតែក្លិនកេសរនៅតែគៀកកាបាំងសីហៅទៅតែនៅចំឡាយឬសូលវើយថាអូននេះហើយជាខ្នើយវាសនាក្នុងភ្នំអានុសាវរីយ៍មងនោះពីរយលើបោស្វាពីររហងចង់ទៅពេត្រាក៏ដូចស្នេហារៀមនឹងតាមថ្លៃនឹងឃើញទេមុំខ្នងភ្នំអានុសាវរីយ៍គឺឆោមឆោមនាងភ្លេចសំដីអូនបានសេចក្ដីថាស្មោះលោកស្រីគ្រប់ភ្នំរលាយតែចិនសេថ្លៃមិនរលាយឡើយ